សូមជូនរឿងទេពធីតាឆ្មាខ្មៅកាលពីឆ្នាំ1990ខ្ញុំមានមិត្តភក្តិអ្នកឈ្មោះថាថានគឺជាមិត្តរួមតានៅមហាវិទ្យាល័យជាមួយគ្នាថ្ងៃមួយថានបានបបួលខ្ញុំទៅលេងស្រុកអំណើរបស់គេដោយប្រាប់ថាផ្ទះរបស់គេគឺមានទេសភាពស្អាតស័ក្តិសមទៅនឹងអាចគូគំនូរដែលមានទេសភាពយ៉ាងស្រស់ស្អាតលើគេអួតដូច្នេះខ្ញុំក៏យល់ព្រមទៅជាមួយគេពីព្រោះថាខ្ញុំចង់ស្គាល់ទឹកដីមាតុភូមិឲ្យបានច្រើនផងដែរយើងទាំងពីរនាក់បានជិះឡានតាំងពីព្រឹកដល់ថ្ងៃត្រង់ទៅដល់ផ្ទះថានដែលជាផ្ទះចាស់ពីបុរាណជាមួយផ្ទះនោះមានជាចំការនិងមានដីសល់ទុកទំនេរមានខ្យល់បក់រំភើយគ្រប់ពេលវេលាគួរឲ្យត្រជាក់ចិត្តមែនតើឪពុកម្ដាយរបស់ថានទទួលខ្ញុំយ៉ាងរាក់ទាក់និងកក់ក្ដៅបំផុតហាក់បីដូចជាខ្ញុំនឹងគឺជាកូនបង្កើតរបស់គាត់ម្នាក់ទៀតអញ្ចឹងដែរយប់នោះខ្ញុំដេកមិនលក់សោះពីព្រោះខ្ញុំមិនទម្លាប់ចូលដេកតាំងពីក្បាលព្រលប់បែបនេះទេខ្ញុំក្រោកពីគ្រែដើរសំដៅទៅមកអួតសម្លឹងមើលទៅដួងច័ន្ទដែលមានពណ៌លឿងស្រទន់យ៉ាងសប្បាយអារម្មណ៍ភ្លាមនោះខ្ញុំក៏បានលើសំឡេងឆ្មាយំមកពីចម្ងាយក្នុងចំការផ្នែកខាងស្ដាំដៃរបស់ខ្ញុំវាជាសំឡេងស្រែកគួរឲ្យព្រឺខ្លាចខ្ញុំស្រៀងស្រាញព្រឺរោមពេញខ្លួនក៏ប្រញាប់បិទបង្អួចចូលដេកភ្លាមចិត្តរបស់ខ្ញុំសង្ស័យមិនដឹងថាជាឆ្មាពិតឬក៏ខ្មោចលងនោះទេសំឡេងមករងាវទទួលអរុណោទេថ្ងៃថ្មីបានមកដល់ផ្ទៃមេឃពណ៌លឿងក្រហមច្រើនគួរឲ្យចាប់ភ្នែកខ្ញុំភ្ញាក់ឡើងមកជួយស្រោចដំណាំឪពុកម្ដាយរបស់ថាននិងជជែកគ្នាលេងពីនេះពីនោះទៅជារឿយៗរហូតមកដល់ខ្ញុំបានសួរគាត់រឿងមួយគាត់បែរជាឈប់ជជែកជាមួយខ្ញុំព្រមទាំងដើរចូលទៅផ្ទះទៅធ្វើឲ្យខ្ញុំឆ្ងល់សង្ស័យណាស់ខ្ញុំគ្រាន់តែសួរគាត់ថាកាលពីយប់មិញអ៊ំបានឮសំឡេងឆ្មាយំឬទេសំឡេងលន់ចេញពីក្នុងចំការគួរឲ្យខ្លាចណាស់ក្រោយពីអាហារពេលព្រឹករួចថានបានបបួលខ្ញុំទៅក្នុងចំការដើម្បីគូររូបយើងទាំងពីរនាក់ដើរទៅជារឿយៗរួចក៏មកឈប់ត្រង់បរិវេណស្រះទឹកដែលមានផ្កាឈូករីករហ័ងក៏ឲ្យគយគន់ចំណែកថានបានសុំខ្លួនត្រឡប់ទៅធ្វើកិច្ចការម៉ែនៅឯផ្ទះលុះដល់ថ្ងៃត្រង់ទើបគេនឹងយកអាហារមកឲ្យខ្ញុំដល់ពេលបាយថ្ងៃត្រង់ថានយកអាហារមកឲ្យខ្ញុំនិងបានអង្គុយជជែកគ្នាលេងមួយសន្ទុះទើបសុំខ្លួនត្រឡប់ទៅវិញគេចេញទៅបានប្រហែលជា100ម៉ែត្រក៏ងាកស្រែកតាមខ្ញុំថាអេអាសែនប្រញាប់ត្រឡប់ចូលផ្ទះវិញកុំឲ្យដល់ល្ងាចពេកឪពុករបស់ខ្ញុំផ្ដាំមកខ្ញុំបំរុងនឹងសួរគេថាហេតុអ្វីប៉ុន្តែគេដើរបាំងព្រៃរួចចូលផ្ទះបាត់ទៅក្រោយពីគូររូបពីផ្ទះខ្ញុំបានក្រាលកន្ទេលតម្រេតខ្នងលេងរហូតផ្លិតដេកលក់ដោយមិនដឹងខ្លួនពេលនោះគឺបានយកសម្បត្តិឃើញថាមានឆ្មាខោអាវមួយដើរមកឈប់នៅចំពោះមុខខ្ញុំស្រែកខ្លាំងៗនិងបញ្ចេញចង្កូមគួរឲ្យខ្លាចកែភ្នែករបស់វាក្រហមដូចក៏ងើបភ្លើងប្រាំសម្លាប់មករកខ្ញុំដូចជាមានបំណងអាក្រក់ស្លាប់ហើយមួយសន្ទុះឆ្មានោះក៏ប្រែរូបកាយជាផ្សែងពណ៌ក្រហមមួយដុំធំហោះបោះពួយឡើងទៅលើអាកាសក្រោយមកដុំផ្សែងនោះបានបាត់ទៅបន្តិចម្ដងភ្លាមនោះបានលេចចេញនូវមនុស្សស្រីម្នាក់មានរូបរាងសមសួនមុខមាត់ស្អាតបាតសម្បល់សសក់ខ្មៅវែងអន្លាយធ្លាក់មកដល់ចង្កេះនាងស្លៀកសម្លៀកបំពាក់តាមបែបបុរាណខ្ញុំសម្លឹងមើលនាងមិនព្រិចភ្នែកភ្លឹកនឹងសម្រស់របស់នាងលាយឡំជាមួយនឹងក្តីញាប់ញ័រតក់ស្លុតខ្ញុំខំប្រឹងចំណាំភក្ត្រារបស់នាងឲ្យដិតជាប់នៅក្នុងអារម្មណ៍ដើម្បីគូររូបរាងឲ្យតតែបាននៅខណៈពេលដែលខ្ញុំកំពុងតែគិតនោះនាងបង្ហាញ
ស្នាមញញឹមដាក់ខ្ញុំហាក់ដូចជាដឹងពីការនឹកគិតរបស់ខ្ញុំយ៉ាងច្បាស់នាងដូចជាតាំងចិត្តឈរឲ្យខ្ញុំបានចងចាំភក្ត្រារបស់នាងអញ្ចឹងពេលជាមួយគ្នានោះនាងបានបញ្ចេញសំឡេងដោយអតិចតិចហើយវែងថាយើងត្រូវការអាស័យដ្ឋានថ្មីអ្វីក៏ថ្មីនិយាយបានតែប៉ុណ្ណេះរាងកាយរបស់នាងប្រែទៅជាផ្សែងដូចដុំពពកក្រហមនិងនៅទីបំផុតក៏คล้ายទៅជាឆ្មាខ្មៅរត់ចូលទៅក្នុងចម្ការបាត់ទៅអេអាសែងភ្ញាក់ឡើងល្ងាចហើយថាមគេបានដាក់ធ្វើឲ្យខ្ញុំភ្ញាក់បាក់ដៃបាក់ជើងណែតើឯងកាត់អីហាក់បីដូចជាបានឃើញខ្មោចអញ្ចឹងគ្នាបានឃើញខ្មោចមែនហើយក៏ខ្ញុំនិយាយឲ្យគេស្ដាប់ថាមធ្វើភ្លេចស្លើព្រមទាំងរាដៃជើងជាភាសាកោឲ្យខ្ញុំឈប់និយាយពេលព្រលប់យប់បន្ទាប់មកថាមនាំខ្ញុំទៅកំសាន្តដងអូមួយដែលមានទឹកហូររវិញនៅលើផ្ទាំងថ្មព្រមទាំងមានដើមឈើជ្រងជ្រះចោលម្លប់ត្រឈឹងត្រឈៃខ្ញុំបានយកឧបករណ៍របស់ខ្ញុំទៅគូររូបភាពមនុស្សស្រីដែលបានបង្ហាញខ្លួននៅក្នុងសម្បត្តិរបស់ខ្ញុំបានរួចរាល់ដោយបំណងយប់នោះខ្ញុំដេកលក់ស្រួលណាស់ស្រួលរហូតដល់តែថ្ងៃរះចាំគូនឹងភ្ញាក់ខ្លួនឡើងនៅពេលដែលបានឮសូរសំឡេងជជែកគ្នាលាន់ឮនៅក្នុងផ្ទះខ្ញុំសួរថាមានរឿងអ្វីឪពុករបស់ខ្ញុំទៅស្រោចដំណាំនៅក្នុងចម្ការឃើញឆ្មាខ្មៅមួយក្បាលដេកស្លាប់នៅក្បែរមាត់ស្រះឈូកឯណោះឪពុករបស់ខ្ញុំគាត់ខ្លាចក៏រត់មកហៅខ្ញុំនិងម៉ែឲ្យជូនទៅតើឯងទៅដែរទេពេលនោះខ្ញុំឮរឿងរ៉ាវតាក់ទងទៅនឹងឆ្មាខ្មៅនោះបណ្ដាលឲ្យខ្ញុំនឹកឃើញដល់សុបិនរបស់ខ្ញុំដែលកើតមានឡើងខ្ញុំហាក់បីដូចជាដកស្លាប់ឬរោមរកប្រាប់មិនត្រូវខ្ញុំប្រញាប់ដើរតាមថាមទៅតែក្តីញាប់ញ័រពេលទៅដល់ចំណុចកាត់ហែកខ្ញុំឃើញឆ្មាខ្មៅស្លាប់ស្ដុកស្ដឹងមានរូបរាងដោយក្នុងសម្បត្តិរបស់ខ្ញុំពិតឪពុករបស់ថាមលោកដៃទៅចាប់ក្រឡាប់រាងកាយរបស់វាមើលរកស្នាមរបួសប៉ុន្តែគ្មានឃើញស្លាកស្នាមដាច់រហែកណាទាំងអស់សូម្បីតែជាមួយដំណក់ក៏គ្មានដែរចំណែករាងកាយឆ្មានៅក្តៅអ៊ុនហាក់ដូចជាទើបស្លាប់ថ្មីតើវាស្លាប់ព្រោះអីទៅនោះនេះជាសំណួរដែលពួកយើងទាំង4នាក់គិតមិនចេញបន្ទាប់មកឪពុករបស់ថាមយកឆ្មានោះទៅកប់នៅក្នុងវត្តដែលនៅមិនឆ្ងាយពីផ្ទះលុះត្រឡប់មកពីវត្តគាត់និយាយឲ្យស្ដាប់ថាកាលពី2ខែមុននៅវេលាល្ងាចពេលកំពុងស្រោចដំណាំនៅក្នុងចម្ការស្រាប់តែឃើញរថយន្តមួយគ្រឿងបើកមកចតក្បែរផ្លូវចតនឹងចម្ការមួយសន្ទុះមានមនុស្សបើកទ្វារចេញមកដើរទៅក្រោយបើកគោរថយន្តលើកអ្វីម្យ៉ាងអោបយកមកបោះចោលនៅក្នុងចម្ការនេះល្មមពុកឃើញដូច្នេះក៏រត់ទៅមើលស្រាប់តែឃើញឆ្មាខ្មៅស្ទុះផ្លែចេញមករួចរត់ចូលទៅក្នុងចម្ការបាត់ទៅក្រោយមកក៏មានហេតុការណ៍ប្លែកៗកើតឡើងបង្ហាញឲ្យឃើញដូចជានៅល្ងាចថ្ងៃមួយពុកបានចូលទៅស្រោចដំណាំលើកសពម្ដងក៏ប្រទះឃើញស្ត្រីមានរូបរាងស្អាតម្នាក់រត់ចូលទៅក្នុងចម្ការយ៉ាងជ្រៅដែលជារឿងមួយគួរឲ្យឆ្ងល់ក្រោយមកមានហេតុការណ៍មួយទៀតកើតឡើងនៅពេលយប់នៅពេលដែលកំពុងតែដេកលក់បានឮសំឡេងមនុស្សដែលធ្លាប់មកចាប់ត្រីក្នុងស្រះចិញ្ចឹមដូចជាភ័យស្លន់ស្លោរត់គេចពីអ្វីមួយគួរឲ្យខ្លាចដូចនោះឯងក្រោយមកមានលេចឮពាក្យថាមានខ្មោចនៅចាំយើងចំការនិងស្រះត្រីរបស់ពុកចាប់តាំងពីពេលនោះរហូតដល់សប្តាហ៍ថ្ងៃលែងមានអ្នកលួចត្រីនិងផ្លែឈើនៅក្នុងចំការទៀតចំណែកឯហេតុការណ៍ផ្លែក៏ស្ងប់ស្ងាត់ទៅទើបតែប្រហែលថ្ងៃពួកកូនមកនេះហេតុការណ៍បានកើតឡើងម្ដងទៀតប៉ុន្តែពុកមិនដឹងជាត្រូវចាត់ការយ៉ាងម៉េចនោះទេម្យ៉ាងទៀតមិនហ៊ានធ្វើព្រោះខ្លាចគេមិនពេញចិត្តហើយបែរមកធ្វើបាបយើងក៏ថាបានមួយថ្ងៃក្រោយមកខ្ញុំនឹងថាមបានសំពះលាឪពុកម្ដាយថាមត្រឡប់មកទីក្រុងភ្នំពេញវិញនៅពេលដែលស្ថិតនៅក្នុងរថយន្តឈ្នួលនោះខ្ញុំបានធំភ្លើងស្អុយអ្វីម្យ៉ាងឡើងឈួរចំមុខចេញមកពីកន្លែងដាក់រូបភាពរបស់ខ្ញុំរហូតខ្ញុំទ្រាំមិនបានក៏សួរថាមតើឯងមានបានស្អុយអ្វីទេប៉ុន្តែ
គេមិនបានទ្រង់ផ្លឹកស្អុយបន្តិចឡើយសង្កេតមើលអ្នកដំណើរទាំងអស់នៅក្នុងរថយន្តក៏មិនឃើញនរណាបង្ហាញអាការៈស្អុយអីបន្តិចដែរពេលរថយន្តឈប់ឲ្យអ្នកដំណើរទៅហូបបាយខ្ញុំឆ្លៀតឱកាសនេះយកផ្ទាំងរូបភាពរបស់ខ្ញុំចុះពីរថយន្តដើរតម្រង់ទៅកាន់ស្ពានមួយក្បែរនោះទៅដល់ពាក់កណ្ដាលស្ពានខ្ញុំក៏សម្រេចចិត្តបោះរូបភាពរបស់ខ្ញុំចោលនៅក្នុងទឹកដើម្បីឲ្យនៅឆ្ងាយពីវិញ្ញាណនោះពេលខ្ញុំរៀបនឹងទម្លាក់រូបភាពចេញពីដៃចៃដន្យអីក៏មានមនុស្សម្នាក់ដើរមកដល់មកបងអូនបំរុងចោលអីហ្នឹងបាទខ្ញុំបំរុងចោលរូបភាពរួចបោះវាចោលធ្វើអ្វីពេលនោះខ្ញុំហាក់បីដូចជារកពាក្យអ្វីមកឆ្លើយតបទៅនឹងគាត់មិនបានសោះហើយបងសុំមើលបន្តិចបានទេបងក៏ចូលចិត្តការងារសិល្បៈដោយបងអូនអញ្ចឹងដែរជាសង្សាររបស់បងអូនឬមិនមែនទេបើបងអូនលែងត្រូវការហើយតើឲ្យរូបភាពនោះឲ្យមកបងបានទេឲ្យបងជាអ្នកសុំរូបភាពនេះចុះបងហាក់បីដូចជាចង់បានរូបភាពនេះណាប៉ុន្តែវាមិនអីទេឲ្យបងសុំមកជាងបោះចោលទីបំផុតខ្ញុំមុខក្បាលជាសញ្ញាយល់ព្រមធ្វើឲ្យគាត់ត្រេកអរយ៉ាងខ្លាំងដើរចេញពីខ្ញុំយ៉ាងលឿនខ្ញុំបានសម្លឹងមើលបារម្ភនោះរហូតដល់ផុតកន្ទុយភ្នែកមកដល់ភ្នំពេញវិញយប់នោះខ្ញុំដេកយល់សប្តិឃើញថារូបភាពរបស់ខ្ញុំបានហោះជំពេញខ្លួនខ្ញុំ3ជុំរួចហើយហាមាត់ម្ហូបស្រែកឡើងយ៉ាងសន្ទុនថានាងខ្ញុំសូមអរគុណអ្នកមានគុណដែលបានផ្ដល់អាស័យដ្ឋានឲ្យនាងខ្ញុំធ្វើឲ្យនាងខ្ញុំទៅចាប់ជាតិបានអ្នកមានគុណដឹងទេសពថ្ងៃនេះម្ចាស់របស់នាងខ្ញុំស្រឡាញ់នាងខ្ញុំណាស់គាត់ថែរក្សានិងទុកដាក់រូបភាពនេះយ៉ាងគួរសមបំផុតអ្នកមានគុណអើយនាងខ្ញុំសូមសំពះលាអ្នកមានគុណសិនហើយសូមឲ្យអ្នកមានសេចក្តីសុខនិងប្រាថ្នាអ្វីៗបានដូចបំណងនិយាយតែប៉ុណ្ណេះនាងក្រហមកន្លងខ្ញុំ3ជុំរួចហោះឆ្ងាយទៅបន្តិចម្ដងរហូតដល់ផុតកន្ទុយភ្នែកខ្ញុំបាទសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅសម្រាប់លោកអ្នកដែលបានតាមដានរឿងទេពធីតាឆ្លាងខ្មៅនៅក្នុងពេលនេះសូមចប់តែប៉ុណ្ណេះសូមអរគុណ